ឱកាសបែបណាដែលប្រកាន់រាជស្វាយរៀងនិងភ្នំពេញក្រោតជួបគ្នានៅ AFC Challenge League ដោយដែលយើងដឹងហើយថាប្រកាន់រាជស្វាយរៀងទទួលបាន1 កៅអីក្នុងការចូលរួមពានរង្វាន់ AFC Challenge League រីឯភ្នំពេញក្រោតត្រូវការប្រកួតជំរុះជាមុនសិនទើបអាចចូលរួមលេងបានពានរង្វាន់លំដាប់ទី3មួយនេះដូច្នេះប្រសិនបើភ្នំពេញក្រោតឆ្លងផុតវគ្គជំរុះនោះគេនឹងបានកៅអីឡើងទៅលេងវគ្គចែកពូលតែម្ដងសម្រាប់ពានរង្វាន់ AFC Challenge League 2025-2026 តើពួកគេនឹងអាចជួបជាមួយនឹងប្រកាន់រាជស្វាយរៀងឬយ៉ាងណាចម្លើយនោះគឺมันអាចស្ថិតក្នុងពូលជាមួយគ្នានោះទេលើកលែងតែក្នុងករណីដែលมันអាចជៀសបានឧទាហរណ៍ថាករណីដែលក្លឹបចូលរួមមកពីប្រទេសតែមួយមានចំនួនច្រើនក្នុងតំបន់ពាក់ព័ន្ធនេះបើយោងតាមសៀវភៅនៃការប្រកួតរបស់ AFC Challenge Leagueយ៉ាងណាក៏ដោយសម្រាប់វគ្គចែកពូលគឺมันអាចជួបគ្នាប៉ុន្តែបើសិនជាវគ្គចាញ់ធ្លាក់វិញរាប់ពីវគ្គ8ក្រុមចុងក្រោយទៅគឺអាចជួបគ្នាឧទាហរណ៍ថាប្រសិនបើប្រកាន់រាជស្វាយរៀងឈរលេខ1នៅពូលផ្សេងហើយភ្នំពេញក្រោនឈរលេខ2នៅពូលផ្សេងឬក៏ភ្នំពេញក្រោនឈរលេខ1នៅពូលផ្សេងរីឯប្រកាន់រាជស្វាយរៀងឈរលេខ2នៅពូលផ្សេងក្រុមទាំងពីរគឺអាចជួបគ្នានៅវគ្គ8ក្រុមចុងក្រោយមួយករណីទៀតប្រសិនបើក្រុមទាំងពីរមិនទាន់ជួបគ្នានៅវគ្គ8ក្រុមចុងក្រោយទេហើយគេបានឈ្នះគូប្រកួតឡើងផុតវគ្គ8ក្រុមចុងក្រោយរៀងខ្លួននោះក្រុមទាំងពីរនឹងអាចជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដើម្បីយកកៅអីឡើងវគ្គផ្ដាច់ព្រាត់ជួបក្រុមមកពីតំបន់អាស៊ីខាងលិចដូច្នេះយើងចាំមើលថាក្រុមទាំងពីរជួបគ្នាដែរឬទេសម្រាប់ AFC Challenge League តែអ្វីដែលយើងរងចាំមុនគេនោះគឺការប្រកួតវគ្គជម្រុះបឋមរបស់ភ្នំពេញក្រោនជាមួយនឹងក្រុមមកពី Brunei Kasuke United នាថ្ងៃទី12 ខែសីហាឆ្នាំ2025នៅប្រទេស Brunei